សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Krakow Studio ថ្ងៃនេះយើងនឹងរៀនពីរបៀប install Tailwind CSS ក្នុង project របស់យើងមុនគេបង្អស់យើងត្រូវ install Node.js ជាមុនសិនដើម្បីទទួលបាន comment របស់យើងចំពោះត្រង់កន្លែងហ្នឹងបើសិនជាអ្នកគ្នាប្រើ OS មួយណាអ្នកគ្នា install OS មួយហ្នឹងមកពេលដែលយើង install Node.js ហើយយើងចូលមក website Tailwind CSS នេះមកយើងចូលមក doc យើងនឹងឃើញ comment មួយហើយយើង copy comment ហ្នឹងមកតមកយើងចូលទៅ CMD របស់យើងនៅពេលដែលយើងចូលមកដល់ terminal របស់យើង cd ចូលទៅកាន់ project របស់យើងជាដំបូងយើងឃើញហើយអត់តាន់មានទេអញ្ចឹងយើងផាស comment ដែលយើងបាន copy មិញមកនៅពេលដែលយើងផាសហើយយើងចាំវាបន្តិចមក file នឹង load ចូលហើយឥឡូវយើងឃើញហើយទាំង package ទាំង file របស់យើងបានចូលមកដល់ហើយអញ្ចឹងនៅសល់ comment មួយទៀតយើង enter ទៅវានឹង install ចូលទៅក្នុង folder របស់យើងហើយឥឡូវយើងមកមើលនេះគឺវាចូលមកហើយអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយរបៀបប្រើប្រាស់ Tailwind របស់អ្នកគ្នាបាយបាយ